នៅតាមដងផ្លូវស្រុកស្រែចំការគឺគ្មានអ្វីក្រៅពីស្រែគោក្របីនិងមានខ្យល់ធម្មជាតិបក់ប្រៃលួចថតគោទៅផ្សារលួចថតគោតែម្ដងចូលលក្ខណៈដល់ផ្សារយើងហើយបងប្អូនមនុស្សច្រើនមែនតើថ្ងៃបើហើយភ្ជុំយើងនឹងបងប្អូនយើងបានប៉ុន្មានវត្តដែរខ្ញុំនេះបានតែមួយវត្តពីរវត្តទេបងប្អូនចឹងមិនថាប្រមាណវត្តក៏ដោយឲ្យតែយើងឆ្លៀតបើយើងមិនឆ្លៀតគឺមិនបានទេហើយអ្នកនិយាយហ្នឹងគឺពូកែអៀនណាស់ទៅណាមិនណាហ្នឹងគឺមិននិយាយទៅទេបងប្អូនឆាកជីវិតនេះគឺអៀនជាទីបំផុតហើយរាល់ថ្ងៃជាប្រចាំគឺមិនសូវបានធ្វើវីដេអូច្រើនទេដោយសារអញ្ចឹងបងប្អូនអើយមួយថ្ងៃដើរផ្សារលិចកើតហួសម៉ោងផុសហួសម៉ោងធ្វើវីដេអូអញ្ចឹងទៅចឹងចូលមកដល់កន្លែងទីផ្សាររបស់យើងម្ដងចាយនេះគឺជាកន្លែងមួយជីមួយគ្រូឆ្មាហើយមកផ្សារយូរគេស្គាល់មុខស្គាល់មាត់អស់ហើយគេចំណាំទុកអស់លីងហើយបងប្អូនអើយហើយមិនពីថ្ងៃមកម្ដងណាគឺមករាល់ថ្ងៃមួយអាទិត្យគឺមួយអាទិត្យមករាល់ថ្ងៃតែម្ដងអញ្ចឹងអ្នកផ្សារម្នាក់ក៏ចាំច្បាស់ចាំឲ្យតែឃើញមុខហេះដឹងតែពីអូហៅលេចហៅកើតហើយមិនដឹងថាទិញអ្នកណាទុកអ្នកណីទេបងប្អូនច្រើនខ្លាំងពេកអញ្ចឹងណាចានេះកន្លែងមួយសាច់មាន់មួយសាច់មាន់មួយកមាន់នេះចឹងទៅចូលមកដល់កន្លែងនេះវិញគឺមានស្គរមានចេងមានសពបែបយ៉ាងនេះខ្ញុំហៅគាត់លោកឪអ្នកម្ដាយចឹងទៅបងមកផ្សារយូរទៅស្គាល់គាត់អញ្ចឹងណាចេះតែហៅគាត់មួយមិនមែនថានេះទេគាត់ថាយើងហៅគាត់អញ្ចឹងទៅវាមានភាពស្និទ្ធស្នាលដែរហើយលោកឪពុកអ្នកម្ដាយរបស់យើងក៏យើងមិនភ្លេចគាត់ដែរនេះគ្រាន់តែជាការហៅតាមផ្លូវមនុស្សគេថាមានសិលធម៌នៅក្នុងខ្លួនអញ្ចឹងណាគោរពស្រឡាញ់បងប្អូនគោរពស្រឡាញ់លោកឪពុកអ្នកម្ដាយអ្នកខាងក្រៅអីអញ្ចឹងទៅចាហើយខ្ញុំមិនសូវបាននៅផ្ទះយូរទេដោយសារតែយើងឆ្លៀតបងប្អូនឆ្លៀតនៅពេលហ្នឹងគឺកំពុងតែមនុស្សច្រើនព្រោះបងប្អូនយើងចាមកលេងស្រុកមកភ្ជុំអីអញ្ចឹងទៅណាមនុស្សច្រើនអញ្ចឹងអត់បានសម្រាប់អីដូចគេទេចាខ្ញុំអត់បានសម្រាប់ទេដូចសារអញ្ចឹងបងប្អូនហើយមកផ្ទះហើយធ្វើដំណើរត្រឡប់មកកន្លែងរកស៊ីរបស់ខ្ញុំវិញនិយាយពីតាមដងផ្លូវវិញគឺទេសភាពស្អាតមែនតែនផ្លូវមកផ្ទះរបស់ខ្ញុំហ្នឹងគឺមានទឹកទន្លេមានអ្នកលក់មានអីហូរហែជាប្រចាំនៅតាមដងផ្លូវអញ្ចឹងទៅប៉ុន្តែដោយសារតែខ្ញុំបញ្ញាប់ពេកអញ្ចឹងអត់បានថតនៅកន្លែងហ្នឹងឲ្យបងប្អូនមើលយឺតទេគឺថតលឿនមែនតែនបើសិនជាបងប្អូនចង់មកលេងមកមើលឲ្យច្បាស់អញ្ចឹងណាបងប្អូនអាចមកបានចាមកលេងទៅបងប្អូនសប្បាយហើយមានគេលក់គេអីជាហូរជាហាយអញ្ចឹងទៅតែដោយសារតែថតលឿនពេកមើលទៅមិនសូវច្បាស់ទេហើយប្រវត្តិសាស្ត្រនៅកន្លែងនេះដែរបងប្អូនគេហៅតនុកែងបើសិនជាបងប្អូនមកបងប្អូនសួរគេទៅតនុកែងគេហៅតនុកែងការ៉ាស់ទី1ទី2ទី3អញ្ចឹងទៅគេប្រាប់ហើយបងប្អូនចាហើយមានតែពេលខែបុណ្យទានទេមនុស្សរៀងច្រើនណាអស់ពីបុណ្យទានទៅគឺមិនសូវមានមនុស្សទេចាគេរវល់រកស៊ីដែរអញ្ចឹងមិនសូវបានមកលេងមកអីអញ្ចឹងទេណាតែបើសិនជាបងប្អូនលេងមកលេងចំពេលចូលឆ្នាំភ្ជុំអីអញ្ចឹងទៅសវមនុស្សអញ្ចឹងណាគេមកលេងមកអីអញ្ចឹងទៅប្រវត្តិនុបនេះដែរបងប្អូនការជំនាន់ខ្មែរក្រហមអានេះខ្ញុំគ្រាន់តែដឹងតិចតួចទេចាជំនាន់ម៉ែឪបងប្អូនជីដូនជីតាខ្ញុំពីមុនមកណាគាត់ជាអ្នកលើកទំនុកនឹងដែល
ពីដើមមើលថាគេឲ្យមកលើកទំនប់អញ្ចឹងណាបងប្អូនបើក៏កើតជាការ៉ាស់1ការ៉ាស់2ការ៉ាស់3អញ្ចឹងទៅទុកទំនប់ទុកអីស្អាតពីមុនណាចាស្អាតប៉ិនគ្រាន់ថាវាមានព្រៃរៀងក្រាស់បន្តិចអញ្ចឹងទៅអ្នកខ្លះក៏គាត់ហ៊ានមកលេងទៅអ្នកខ្លះក៏គាត់មិនហ៊ានមកទេតែបច្ចុប្បន្នឥឡូវនេះគឺស្អាតហើយផ្លូវក៏ស្អាតចាអត់សូវមានព្រៃឈើអីដូចពីមុនទៀតទេអត់មានព្រៃអីក្រាស់ខ្មឹកអញ្ចឹងណាយើងអាចមកលេងមកអង្គុយចាជុំគ្នាជុំគ្រួសារអីអញ្ចឹងទៅបានចាបើពីមុនអត់ទេបងប្អូនស្ងាត់ហើយរៀងមានព្រៃមានអីអញ្ចឹងទៅគេមិនសូវហ៊ានមកអញ្ចឹងទេឥឡូវអត់ស្ងាត់ទេបងប្អូនណាចឹងបានថាមានអីប្លែកចេះតែផ្សព្វផ្សាយប្រាប់ចាហើយណាមួយកន្លែងគឺសិតតែមានប្រវត្តិមានដំណើរដើមតងមានអីចឹងទៅចាដូចជាការ៉ាស់ហ្នឹងបងប្អូនគឺមានប្រវត្តិពីដើមមកណាតែខ្ញុំមិនសូវជាដឹងចាមិនសូវជាដឹងទេគ្រាន់តែឮចាស់គាត់និយាយបន្តិចនិយាយថាលះហៀងចឹងណាគាត់និយាយថាធ្លាប់មកលើកទំនប់មកអីចឹងទៅចាអញ្ចឹងក៏និយាយតាមគាត់ចឹងណាបងប្អូន